ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបគ្នាសារជាថ្មីនៅសាច់រឿងថ្មីបាទកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានស្ដាប់សាច់រឿងនេះដូចតទៅនៅភូមិដាច់ស្រយាលមួយកន្លែងតាមបណ្ដោយមាត់ស្ទឹងមានដើមឈើធំធំដុះជុំចិនទីនោះក៏មានដើមអំពិលទឹកដ៏ធំចំណាស់មួយដើមដុះក្បែរមាត់ផ្លូវបត់ចូលក្នុងភូមិផងដែរអ្នកនៅក្នុងភូមិមិនសូវមានអ្នកណាហ៊ានដើរកាត់ទីនោះឡើយនៅពេលយប់អាធ្រាត្រព្រោះល្បីថាដើមអំពិលទឹកនោះមានខ្មោចព្រាយបិសាចនៅតាសែមគឺជាបុរសចំណាស់ម្នាក់ដែលគាត់មានចិត្តសឿងគាត់មិនសូវជឿលើរឿងអបិយជំនឿអ្វីទាំងអស់ជាពិសេសគឺរឿងព្រាយខ្មោចបិសាចនឹងតែម្ដងតែមានយប់មួយហេតុការណ៍ដែលគាត់មិនធ្លាប់គិតក៏បានកើតឡើងយប់នោះគឺជាយប់ខែដាច់មេឃងងឹតសូនឈឹងហាក់ដូចរកលចង់ភ្លៀងតាសែមបានត្រឡប់មកពីស្រែវិញប៉ុន្តែយឺតជាងសពដងក្នុងដៃរបស់គាត់កាន់ពិលមួយចាំងទៅមុខភ្លឺតិចតិចគាត់ដើរកាត់ផ្លូវលំមួយដែលពោពេញទៅដោយភាពស្ងាត់ជ្រងំពេលគាត់ដើរជិតមកដល់ដើមអំពិលទឹកដ៏ធំមួយស្រាប់តែមានខ្យល់បក់វូវូត្រជាក់ដល់ឆ្អឹងខ្នងក្លិនប្លែកម្យ៉ាងបានភាយមកប៉ះច្រមុះតាសែមវាដូចជាក្លិនផ្កាម្លិះលាយឡំជាមួយនឹងក្លិនឆ្អាបឈាមតាសែមក៏និយាយម្នាក់ឯងតិចតិចថាយប់នេះមិនក៏រងាខុសធម្មតាម្ល៉េះហើយក្លិននេះចេញមកពីណាតាសែមក៏បានបញ្ចាំងពិលរបស់គាត់ទៅលើដើមអំពិលទឹកមួយនោះពន្លឺពិលចាំងចំមេឈើដែលលយចេញមកកាត់ផ្លូវពេលដែលពន្លឺពិលធ្លាក់ចុះក្រោមបន្តិចតាសែមក៏ស្រឡំកាំងព្រោះអ្វីដែលគាត់កំពុងឃើញនោះគឺជាជើងពីរដែលកំពុងយល់ទៅយល់មកនៅលើមេឈើជើងទាំងពីរនោះមានលក្ខណៈសស្គុះម្រាមជើងស្រួចស្រួចដោយមិនពាក់ស្បែកជើងឡើយដោយគាត់មិនអស់ចិនគាត់ក៏បញ្ចាំងពិលឡើងទៅលើបន្ថែមទៀតពេលនោះហើយអ្វីដែលលើសពីការស្មានទុកគឺជាស្ត្រីម្នាក់ដែលស្លៀកឈុតសរហែករប៉ាត់របាយសក់វែងអន្លាយគ្របមុខចិត្តកំពុងតែយល់ជើងនៅលើមេឃអំពិលទឹកនោះទាំងគ្មានសម្លេងអ្វីទាំងអស់តាសែមក៏ស្រែកសួរទៅស្ត្រីនោះទាំងសម្លេងញ័រញ័រថានាងជាអ្នកណាអើមកអង្គុយទីនេះធ្វើអីទាំងយប់បែបនេះស្ត្រីម្នាក់នោះមិនតបនឹងតាសែមឡើយនាងសើចតិចតិចនៅក្នុងបំពង់ករបស់នាងរួចស្រាប់តែងាកក្បាលមករកតាសែមយឺតយឺតនៅពេលដែលនាងវេកសក់ចេញតាសែមឃើញហើយស្ទើរតែលុះព្រលឹងតែមុខរបស់នាងគ្មានភ្នែកគ្មានច្រមុះមានតែរុនមាត់ដ៏ធំដែលពោពេញដោយឈាមហូរស្រក់តក់តក់មកលើដីភ្លាមនោះដែរនាងក៏លោតចុះពីលើមេឃឈើមកដីសំលេងលាន់ដូចខ្មោចសត្វធ្លាក់ពីលើមេឃអញ្ចឹងនាងចាប់ផ្ដើមវាមករកតាសែមដោយប្រើដៃពីរជើងពីររបស់នាងវាដូចជាសត្វអាសេរពឹសអញ្ចឹងតាសែមក៏លែងគិតអ្វីទាំងអស់គាត់បោះពិលចោលរួចរត់បាតជើងសព្រាតគាត់រត់បណ្ដើរមាត់ស្រែកហៅឲ្យគេជួយបណ្ដើរប៉ុន្តែផ្លូវដែលគាត់ធ្លាប់ទៅចិត្តបែរជាឆ្ងាយដូចជើងមេឃទៅវិញទោះគាត់ប្រឹងរត់យូរប៉ុណ្ណាក៏មិនដល់ផ្ទះសោះក្រោយខ្នងរបស់គាត់គឺឮសំឡេងក្រាកក្រាកនិងសំឡេងមនុស្សស្រីស្រែកហៅគាត់តាចាចាំខ្ញុំផងតាចាកុំទៅចោលខ្ញុំអីតាសែមខំរត់រហូតដល់ភូមិគាត់បានដួលសន្លប់នៅមុខផ្ទះអ្នកភូមិម្នាក់លុះព្រឹកឡើងទើបគាត់ដឹងខ្លួនវិញប៉ុន្តែខ្លួនរបស់គាត់ក្តៅដូចភ្លើងញ័រញាក់ទៀតផងភូមិប្រាប់ថាពួកគេបានឃើញតាសែមដេកសន្លប់ទាំងដែលមានស្នាមកញ្ចក់កូតពេញលើខ្នងរបស់គាត់ផងដែរចាប់តាំងពីថ្ងៃនោះមកតាសែមមិនហ៊ានដើរកាត់តាមផ្លូវនោះទៀតឡើយនៅពេលយប់អាធ្រាត្រចំណែកដើមអំពិលទឹកនោះនៅតែដុះយ៉ាងធំធាត់ហាក់ដូចកំពុងរងចាំអ្នកធ្វើដំណើរពេលយប់ប្រលប់អញ្ចឹងរឿងរ៉ាវដែលគួរឲ្យខ្លាចបំផុតនោះ
បើអ្នកដើរកាត់ទីនោះឮសំឡេងស្រីសើចសូមអ្នកកុំងាកក្រោយឲ្យសោះរឿងនេះចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងក្រោយៗទៀត